ថ្ងៃនេះផ្ទះរបស់ពូមានយុវជនមួយក្រុមដែលពួកគាត់ធ្វើសកម្មភាពចូលផ្ទះរបស់ពូដោយម្នាក់ពាក់ទៅដោយម៉ាស់តាមកាមេរ៉ាសុវត្ថិភាពគឺគាត់មានគ្នា4នាក់ស្រី2ប្រុស2ហើយក្នុងចំណោមគាត់4នាក់គឺមានមនុស្ស2នាក់ដែលបានបិទបាំងជាមួយនឹងការពាក់ម៉ាស់គាត់បិទម៉ាស់នៅលើមុខគាត់អញ្ចឹងទៅគឺយើងអត់ដឹងថាគាត់ជានរណាគេទេឥឡូវនេះ4នាក់គាត់នឹងបានដើរសម្ដៅចូលមកដល់ក្នុងផ្ទះរបស់ពូហើយសម្រាប់2នាក់រត់មកខាងមុខនេះគឺពូអត់សូវខ្លាចទេដោយសារតែ2នាក់គាត់នឹងអត់មានបិទបាំងម៉ាស់ហើយមើលទៅគាត់ friendly តែសម្រាប់2នាក់ខាងក្រោយនេះអូហូមុខកាចណាស់មើលតណាពួកគាត់ពាក់ម៉ាស់ហើយអត់ដឹងថាពួកគាត់មកក្នុងផ្ទះពូនឹងមានគោលបំណងអីគេទេមើលបរោះចុងក្រោយគេនេះទៅមើលទៅក៏ខ្លាចពូស្គាល់ពីមុខមាត់ពិតរបស់គាត់ចឹងណាដល់ពេលអញ្ចឹងទៅគាត់មកសេរីម៉ាស់តិចដោយសារតែម៉ាស់របស់គាត់នឹងរៀបជ្រុះហើយអញ្ចឹងគាត់ក៏ឆ្លោះកញ្ចក់នៅផ្ទះរបស់ពូបិទឡើងវិញដើម្បីកុំឲ្យឃើញថាគាត់ជានរណាគេចង់ប្រាប់បងប្អូនកូនក្មួយថាម៉ាស់ដែលនារីម្នាក់កំពុងតែបិទក៏ដូចជាបរោះម្នាក់នេះដែលកំពុងតែបិទនៅមុខកញ្ចក់តែពូនឹងគឺមានឈ្មោះថាម៉ាស់ប្រាយ៉ាដែលជា brand កូនខ្មែរយើងទៅចេញនិយាយទៅម៉ាស់នេះគឺល្អខ្លាំងមែនតើអើយសូមអធិស្ឋានផងដល់បងប្អូនពូមីងដែលគាត់អត់ដែលស្គាល់6អ្នកពូអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺពូនិយាយលេងទេហើយលោកគាត់អត់ស្គាល់6អ្នកពូទៅក៏ស្មានថាវីដេអូនេះពូនិយាយមែនតើអញ្ចឹងវីដេអូនេះគឺពូនិយាយលេងពាក់ព័ន្ធជាមួយនឹងបងប្អូនគាត់មកបបួលពូហ្នឹងបបួលក៏ថាបបួលក៏បានថាចាប់ចម្រិតក៏បាននេះគឺមកចាប់ចម្រិតពូដល់ផ្ទះតែម្ដងដោយសារតែ4អ្នកគាត់នោះគឺបបួលពូតាមទូរស័ព្ទថានឹងទៅដើរលេងហើយពូថាពូអត់ទៅទេពូជាប់រវល់អញ្ចឹងណាសំខាន់ពូគាត់អត់ព្រមទេថាដំណើរកំសាន្តហ្នឹងត្រូវតែចាប់2អ្នកពូទៅដែរទេមកពូអត់លើកឥឡូវមកដល់ផ្ទះពូតែម្ដងតែអត់លើទេណាអើណាកូនតែទៅលេងអីលឺអត់មួយគាត់ថាទេអត់លើកណោះឥឡូវរើសអើណោះបងប្អូនទេមកលេងលើកហើយពូប្រាប់ពួកគាត់ថាទៅដើរលេង4នាក់ឲ្យសុបាយទៅពូអត់បានទៅទេប៉ុន្តែពួកគាត់នៅតែអត់ព្រមទីបំផុតគឺថាអូពូទៅតតែបានដល់ហ្វាតាបងប្អូនមកដល់ផ្ទះយ៉ាងហ្នឹងគេថាពូប្រកែកឡើងបានអីចឹងមានតែសម្រាប់ចិត្តថាញ៉ាំបាយហើយឡើងទៅរៀបចំវេលាឥឡូវពួកគាត់កំពុងតែរើអវ៉ាន់ចេញពីឡានឆាយដើម្បីមកជិះជាមួយនឹងឡានបេលីរបស់ពូវិញដល់ហ្វាតាចង់ជិះ6នាក់ជុំគ្នាហ៎សបាយអវ៉ាន់ដឹងស្អីខ្លះទេមើលឆាយយកមកមួយហើយមានកាន់ស្ទូចផងខិននោះកាន់អាប្រអប់ស្ទូចថៃស្ទូចអីទៀតអូហើយក្មួយទេមើលថា6នាក់ពូនេះទៅលេងនៅទីតាំងណាដោយសារតែវីដេអូហ្នឹងវែងពេកចឹងវីដេអូដែលពូទៅដើរលេងហ្នឹងចាំពូផុសនៅថ្ងៃស្អែកបន្តទៀតឥឡូវរៀបចំចេញតាណាទៅហើយអូមើលសម្រស់ឡានបេលីរបស់ពូស្អាតទេក្មួយអ្នកខ្លះចង់បានលេទឹកអប់បេលីរបស់ពូយកទៅប្រើ free ទេចឹងងាយស្រួលទេនៅពេលដែលក្មួយឃើញឡានបេលីរបស់ពូរត់នៅតាមដងផ្លូវក្មួយថតជាវីដេអូពាក់ព័ន្ធជាមួយនឹងឡានបេលីរបស់ពូនិយាយអីក៏បានដែរឲ្យតែផុសចូលទៅក្នុង TikTok ឬក៏ Facebook ហើយកុំភ្លេច mention page Belly Cambodia ផងនឹងទទួលបានជាមួយនឹងលេទឹកអប់ Belly free ម្នាក់មកប្រហែលនិយាយទៅគឺងាយស្រួលខ្លាំងមែនតើតែកុំភ្លេចពេលផុសហើយឆាតចូលក្នុង TikTok page Belly Cambodia ផងដើម្បីឲ្យក្រុមការងាររបស់ពូបានឃើញទឹកអប់ក្លិនសៀងហើយជាមួយនឹងក្លិនផំពេញនេះបងក៏លក់ដែរខ្លាំងមែនតើជាពិសេសអាមីនីខ្សែនេះតែម្ដងអ្នកដែលគាត់ចូលចិត្តប្រើជាមួយនឹងលេទឹកអប់ណាដែលក្លិនក៏អូបហើយប្រើទៅជាប់នៅលើស្បែកបានយូរអញ្ចឹងប្រើជាមួយនឹងលេទឹកអប់ Belly នេះគឺត្រូវខ្លាំងមែនតើតែម្ដងថាអ្នកដែលគាត់ចូលចិត្តក្លិនបាត់ចេញមកហើយសូស្លាប់អញ្ចឹងបងប្រើជាមួយនឹងពណ៌ក្រហមទៅតែបើសិនជាអ្នកដែលគាត់ចូលចិត្តក្លិនចេញមកបែបដិតប្រហាអញ្ចឹងបងប្រើជាមួយនឹងពណ៌ខៀវទៅដោយសារតែពណ៌ខៀវនេះគឺខ្ញុំឃើញមនុស្សប្រុសគឺប្រើច្រើនហើយបើពណ៌ក្រហមវិញខ្ញុំឃើញមនុស្សស្រីគឺប្រើច្រើនខ្លាំងឲ្យតែដើរកាត់ឃើញលេខ10តូចនេះគឺដឹងតែទិញឲ្យជាមួយនឹងលេខអូបរបស់យើងបងធូរថ្លៃមែនតើមក$12ទេសំខាន់ក្លិនរបស់គឺអូបភាយជាប់ស្បែកហ្មង